trong số tất cảអ្នកមើលនឹងកំពុងតែរក app ដែលលេងបានរបស់ Manot បើសិនជាមែនអ្នកគ្នា share វីដេអូនេះទុកឲ្យហើយទៅហើយនេះគឺជាឈ្មោះ app បើសិនជាគ្នាយើងរកអត់ឃើញទេអាចចុចចូល link Combine របស់ខ្ញុំបានអញ្ចឹងនៅពេលដែលគ្នាយើងចុច link Combine របស់ខ្ញុំហើយអ្នកគ្នាជួយ open មកវាបើកឲ្យអ្នកគ្នា download app មួយហ្នឹងហើយអ្នកគ្នាសារតែខ្ញុំបាន down ហើយក៏ធ្វើតេស្តម្រិយាដែរគឺវា work អ្នកគ្នាអញ្ចឹងឥឡូវហ្នឹងខ្ញុំមកបរៀនគ្នាយើងរបៀបបង្កើត account នេះអញ្ចឹងគឺគ្នាយើងចាំចុចតាមហ្នឹងមកហើយខ្ញុំចង់បញ្ជាក់គ្នាយើងថា app ហ្នឹងវាត្រូវការ account Roblox របស់អ្នកគ្នាទេគឺយើងគ្រាន់តែដាក់ username Roblox របស់យើងគឺបានហើយអ្នកគ្នាពួកកន្លែងនេះអ្នកគ្នារក pet នឹងដាក់អាយុដាក់អីអញ្ចឹងទៅតាមអ្នកគ្នាអញ្ចឹងណាតែតាមខ្ញុំគិតគឺអ្នកគ្នាមិនដាក់អាយុតិចពេកទេហើយមកដល់កន្លែងនេះវិញគឺយើងដាក់ username Roblox របស់យើងដោយសារតែ account របស់ខ្ញុំហ្នឹងគឺខ្ញុំបានដាក់ហើយអញ្ចឹងខ្ញុំមិនអាចដាក់នៅក្នុង account នេះមួយទៀតទេអញ្ចឹងគឺខ្ញុំដាក់ account ទូចរបស់ខ្ញុំអ្នកគ្នានៅពេលដែលយើងវាយ username ហើយគឺគ្នាយើងចុច preview avatar មកគឺវាចេញរូប avatar របស់អ្នកគ្នាមកហើយមកដល់កន្លែងនេះគឺយើងចង់ភ្ជាប់មួយគេអ្នកគ្នាមាន account Apple ID អ្នកគ្នាភ្ជាប់មួយ Apple ID ទៅតែសម្រាប់ខ្ញុំវិញខ្ញុំមានភ្ជាប់ហើយអញ្ចឹងខ្ញុំបង្កើត Gmail ថ្មីយកមកហើយចំពោះ account ដែលយើងបង្កើតថ្មីគឺនឹងទទួលបាន60 coin ភ្លាមៗហ្មងអញ្ចឹងគ្នាយើងយកកូដនៅក្រុម bio របស់ខ្ញុំដែលខ្ញុំបានដាក់ថា link referral code ហ្នឹងណាអ្នកគ្នា note ទុកក៏បានយកមកដាក់នៅក្នុង app ហ្នឹងមកអ្នកគ្នានឹងទទួលបាន100 coin ភ្លាមៗហ្មងអ្នកគ្នាអញ្ចឹងអ្នកគ្នាចាំជួយដាក់កូដខ្ញុំម្នាក់មួយទៅណាអញ្ចឹងនៅពេលដែលយើង copy កូដហ្នឹងទុកមកហើយអ្នកគ្នាចូលទៅក្នុង app ហើយ scroll ចុះក្រោមបំផុតឃើញ setting ឯអ្នកគ្នាហើយអ្នកគ្នាដាក់នៅកន្លែងគេដាក់ថា link referral code ហ្នឹងមកគឺអ្នកគ្នានៅទទួលបាន100 coin ភ្លាមៗហ្មងអញ្ចឹងខ្ញុំសង្ឃឹមថាគ្នាយើងដែលបានចូល link app ហ្នឹងតាមខ្ញុំអ្នកគ្នាជួយដាក់កូដខ្ញុំអញ្ចឹងនៅពេលដែលខ្ញុំដាក់កូដហើយគឺយើងចេញមកក្រៅវិញមកអ្នកគ្នានឹងឃើញ coin ថាវាឡើងដល់ទៅ185ដោយសារតែវាបូកប៉ុណ្ណោះអីអញ្ចឹងទៅតាម lucky របស់យើងអីហ្នឹងអាហ្នឹងខ្ញុំក៏សូវដឹងច្បាស់ដែរតែដឹងថាតិចបំផុតគឺបាន100អ្នកគ្នាហើយវាក៏មាន street នៅក្នុងហ្នឹងឲ្យយើងចូលលេងរាល់ថ្ងៃដើម្បីយក coin ដែរអ្នកគ្នាហើយក៏វាមានប្រវល់មួយថ្ងៃម្ដងនឹងលេង game យក coin ដែរអញ្ចឹងកុំឲ្យរងចាំយើងចូលទៅដល់កន្លែងលេង game យក coin ហ្មងទៅអញ្ចឹងគ្នាយើងគ្រាន់ scroll ចុះក្រោមបន្តិចគេដាក់ពាក្យថា earn more អញ្ចឹងគ្នាយើងគ្រាន់ចុចចូលមកហើយអស់ចុះក្រោមបន្តិចទៀតអ្នកគ្នានឹងឃើញពាក្យថា play time អញ្ចឹងកន្លែង play time ហ្នឹងគឺជាកន្លែងដែលយើងអាច download game ពីក្នុងហ្នឹងយកមកលេងទៅបានខ្វាញ់ណាអ្នកគ្នានៅក្នុងហ្នឹងគឺវាមិនមែនមានតែមួយ game ទេគ្នាយើងគឺវាមានច្រើនតាមចំណង់ចំណូលចិត្តអ្នកគ្នាចង់លេង game ប្រភេទណាគ្រាន់ថា game នៅក្នុងហ្នឹងគឺវាមាន level របស់វាឬក៏មាន task របស់វាមួយដែលសម្រាប់ឲ្យយើងហ្នឹងដោះអញ្ចឹងណាតើយើងលេងដល់កំណត់របស់វាបានវានឹងទទួលបានខ្វាញ់អ្នកគ្នាអញ្ចឹងគ្នា